Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកចែករកលើខ្លួននឹង accessory មួយចំនួននៅលើខ្លួន free សម្រាប់បងប្អូនស្រីយើងគឺភាគច្រើនដូចតែគ្នាតែគ្រប់ពេលដែលយើងចូលរួមពិធីមង្គលការរោងផ្សេងៗគ្នាយើងតែងតែកំងឈុតថ្មីរហូតជាទូទៅគឺបើសម្រាប់ខ្ញុំវិញគឺនៅក្នុងមួយឈុតខ្ញុំស្លៀកតែមួយរងតែអញ្ចឹងខ្ញុំនៅសល់រ៉ូបច្រើនមែនទែនបងប្អូនទាំងអស់គ្នាហើយរ៉ូបដែលខ្ញុំនឹងយកមកចែកបងប្អូនទាំងអស់គ្នានេះគឺជារ៉ូបដែលខ្ញុំស្លៀកចុងក្រោយបង្អស់ក្នុងការចូលរួមពិធីមង្គលការគឺក្នុងអំឡុងខែ3ហើយមិនត្រឹមតែរ៉ូបទេសំបីតែស្បែកជើងកាបូបដែលខ្ញុំសិតតែកំងមកថ្មីសិតតែបកមកពីប្រអប់ទាំងអស់នេះខ្ញុំក៏ចែកជូនបងប្អូនទាំងអស់គ្នាដែរលើសពីនេះមានaccessory ដែលខ្ញុំតុបតែងខ្លួនដូចជាខ្សែកខ្សែដៃនិងកង្វល់ហ្នឹងក៏ខ្ញុំជូនទៅបងប្អូនទាំងអស់គ្នាដែរអញ្ចឹងសម្រាប់បងប្អូនដែលមិនប្រកាន់គឺបងប្អូនអាចចូលមក comment យករ៉ូបអញ្ចឹងខ្ញុំផ្ដោតសំខាន់ទៅលើរ៉ូបណាបងប្អូនគ្រាន់តែ screenshot រូបរ៉ូបហើយ comment ថាចង់បានជាមួយនឹងលក្ខខណ្ឌងាយដោយបងប្អូនគ្រាន់តែ share ឲ្យបានច្រើនជាងគេអញ្ចឹងសម្រាប់បងប្អូនណាដែល share បានច្រើនជាងគេបងប្អូនអាច screenshot ការ share របស់បងប្អូនហើយ comment ចូលនៅក្នុងវីដេអូរបស់នាងខ្ញុំនេះអញ្ចឹងមានន័យថាការ comment របស់បងប្អូនគឺមានពីរទី1គឺបងប្អូន screenshot រូបភាពរ៉ូបរបស់នាងខ្ញុំជាមួយនឹងពាក្យថាចង់បានហើយមួយទៀតបងប្អូន screenshot វីដេអូដែលបងប្អូនបាន share សូមបញ្ជាក់ផងដែរបងប្អូនថារ៉ូបនេះគឺ size M ប៉ុន្តែខ្ញុំបានបញ្ចូលវាបន្តិចហើយអញ្ចឹងបងប្អូនដែលមាន size SM អាចពាក់បានសូមបញ្ជាក់ម្ដងទៀតថាបងប្អូននឹងទទួលបានរ៉ូបមួយនេះពិតប្រាកដជាមួយនឹង item ផ្សេងៗនៅក្នុងវីដេអូមួយនេះដោយបងប្អូនគ្រាន់តែ screenshot នៅរ៉ូបឬក៏ item ណាមួយដែលបងប្អូនពេញចិត្តជាមួយនឹងការ share របស់បងប្អូននៅខាងក្រោមវីដេអូរបស់នាងខ្ញុំហើយខាង page នឹងតាក់ទងទៅបងប្អូនហើយយើងនឹងប្រកាសអ្នកដែលទទួលបាននៅពីខាងក្រោមវីដេអូនេះអរគុណច្រើនជម្រាបលា